សួស្តីបងប្អូនអ្នកទី12ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងកែលម្អិតប្រតិបត្តិតទៀតអញ្ចឹងអានេះគឺជា limit នៃអានុគមត្រីកោណមានណាបាទអញ្ចឹងយើងមើល limit កខកអូខេអញ្ចឹងយើងមើលលំហាត់អក្សរកទាំងអស់គ្នាក limit x ខិត70នៃឬការ៉េនៃ x បូក4ដក2លើ sin 5x អញ្ចឹងមុននឹងគណនាយើងជំនួសសិនទៅថាតើ limit យើងរៀងអីគេរៀងកំណត់ឬក៏មិនកំណត់អូខេអញ្ចឹងករណីនេះ x ខិត70យើងជំនួសចូលគឺ x ស្មើ0ណាឬ0បូក4ដក2លើ sin 5គុណនឹង0គឺ0អញ្ចឹងឥឡូវឬ4ចេញមកបាន2 2ដក2បាន0អាក្រោម sin 0គឺ0ណាអញ្ចឹងយើងបាន0លើ0អញ្ចឹងយើងដាក់មកគឺរៀង0លើ0អូខេអញ្ចឹងដោយសារតែវាអានេះឃើញវាឬការ៉េអញ្ចឹងនឹងកូននឹងកន្សោមឆ្លាស់របស់ភាគយកមកយើងនឹងបានឯគេរូបមន្ត a ដក b គេថា a បូក b អញ្ចឹងវានឹងបាន a ការ៉េដក b ការ៉េអញ្ចឹងឲ្យតែឃើញរឹសបែបនេះយើងត្រូវគុណនឹងរឹសរបស់វាដែរគឺគុណនឹងកន្សោមឆ្លាស់នៃភាគយកអូខេអញ្ចឹងយើងគុណមកអញ្ចឹងស្មើ limit x ខិត70ឬការ៉េ x បូក4ដក2អញ្ចឹងយើងគុណផ្ទុយសញ្ញាកដាលណោះគឺឬការ៉េ x បូក4បូកនឹង2អូខេអញ្ចឹងខាងក្រោម sin 5x ដដែលអញ្ចឹងបើសិនជាអាខាងលើគុណខាងក្រោមក៏យើងត្រូវតែគុណដែរអញ្ចឹងដាក់ដូចគ្នាអញ្ចឹងចាំគុណឲ្យអត់មានសម្រួលទេសម្រួលគឺដូចដើមហើយបាទអត់យើងអត់បកក្រោយទេមកអញ្ចឹងឥឡូវវាចូលរូបមន្តនេះ a ដក b កតា a បូក b អញ្ចឹងបាន a ការ៉េដក b ការ៉េអញ្ចឹងអានេះគេនេះ a នេះ b នេះ a នេះ b អញ្ចឹងឬ a ការ៉េយើងសម្រួលចោលមិនអស់ទេ b ការ៉េយើងគឺ2ការ៉េអញ្ចឹងយើងបានគឺ limit x កចិត្ត0នៅលើបាននេះគេ x បូក4ដក2ការ៉េណោះដោយសារអីនេះអានេះការ៉េអានេះការ៉េវាសម្រួលមិនអស់អញ្ចឹងបាន x បូក4អានេះ2ការ៉េបាន2ការ៉េមកអូខេអញ្ចឹងយើងបានអាក្រោមអីគេក្រោមទុកដដែលណាអញ្ចឹងយើងបាននេះគេឥឡូវ x 70 2ការ៉េ4ដក4អស់អញ្ចឹងអស់ហើយអញ្ចឹងសល់តែអីអញ្ចឹងសល់ x អាក្រោមអីគេអាក្រោមគឺ sin 5x គុណនឹងឬការ៉េនៃ x បូក4ដដែលអូខេអញ្ចឹងយើងរំលឹកទៅដល់រូបមន្តយើងគឺ limit x ខិត70 sin x លើ x ស្មើ1ឬមួយទៀតយើងបំលែងចេញពីនឹងដែរអីក៏ដោយឲ្យតែវាខិត70អញ្ចឹង sin អាប៉ុណ្ណឹងលើប៉ុណ្ណឹងដូចគ្នាក៏វាស្មើ1ដែរអញ្ចឹងអាប្រអប់នេះជាស្អីគេសំខាន់ឲ្យអាប្រអប់ហ្នឹងខិត70ដែរអូខេអញ្ចឹងយើងក៏លេខមើលទាំងអស់គ្នាអានេះគឺ sin នេះគេ sin 5x អញ្ចឹងអា 5x ហ្នឹងជាប្រអប់ហ្នឹងហើយអញ្ចឹងវាត្រូវមាននេះគេប្រអប់វាគឺ 5x ដែរអូខេអញ្ចឹងយើងមើលខាងក្រោមសិនតនអាគិតណាអូខេអញ្ចឹង limit x ខិត70អូខេអញ្ចឹងករណីនេះ limit យើងចែកទៅឥឡូវចែកនឹង x ក្រោមចែកនឹង x ដែរអញ្ចឹងបាន sin 5x ចែកនឹង x ដូចគ្នាអូខេអញ្ចឹងយើងដាក់ដើម្បីចូលរូបមន្តនេះសិនមកអញ្ចឹងគឺយើងដាក់ប្រមាណយើងដាក់ 5x អញ្ចឹងកូននឹង5ចុះអាម្ដុំទៀតបតនាឬវាដាក់មកគឺឬ x បូក4បូក2អូខេអញ្ចឹងពេលនេះយើងជំនួសបានអញ្ចឹងម្ដុំនេះចេញម៉ាននេះម្ដុំនេះចេញម៉ានដុំនេះចេញប្រមាណគឺវាចេញ1អូខេ1អញ្ចឹងអានេះក៏1ដែរ x លើ x បាន1ណាបាទអញ្ចឹងស្មើគេស្មើ1លើ1គុណនឹង5គុណនឹងយើងជំនួស x ចូលទៅអញ្ចឹងឬ
នៃ0បូក4បូក2ចឹងបាននេះគេចឹងចឹងឬ4ចេញមកបាន2ណាបាទអ្នកបងក៏ចប់ផងចឹងបាន1លើ5គុណនឹង2បូក2បាន4ចឹងបាន1លើ20អូខេនេះជាចម្លើយខ limit x ខិតជិត0នៃកុស 6x ដកកុស x លើស៊ីនការ៉េ x ចឹង x ខិតជិត0យើងមើលសិនជំនួសចូលទៅចឹងកុស6គុណនឹង0គឺ0ដកកុស0លើស៊ីនការ៉េ0ចឹងកុស0បាន1 1ដក1បាន0ស៊ីន0បាន0លើការ៉េក៏បាន0ចឹងវាបាន0លើ0ក្រោមចឹងបានរៀង0លើ0អានេះយើងមើល limit ហ្នឹងវាមិនកុសដកកុសអញ្ចឹងករណីនេះក្បួននេះគឺយើងត្រូវថែមបូក1ដក1យើងថែមឲ្យគេអញ្ចឹង limit x ខិតជិត0អញ្ចឹងកុស 6x ដាក់ដក1ទៅហើយបូក1វិញដកកុស x ដដែលលើស៊ីនការ៉េ x អញ្ចឹងនេះពេលយើងថែមដក1បូក1ទៅវា0ដដែលអញ្ចឹងអាហ្នឹងវាដូចតែដើមដដែលអញ្ចឹងវាត្រូវហើយវាមានទៅលើសបោះខ្វះអីគេរបស់គេខាងមុខយើងបានអីគេ limit x ខិតជិត0អានេះចាប់សញ្ញាដកជាកតាទៅម្ដុំនេះអញ្ចឹងធ្វើវាបានអីគេហ្នឹងចាប់ដកជាកតាទៅអញ្ចឹងដក1ដកកុស 6x បូកនឹង1ដកកុស x លើអីគេស៊ីនការ៉េ x អញ្ចឹងពេលនេះយើងមិនបាច់តន់យើងផ្ដាច់ជា2អីទេយើងអាចដាក់ចេះសិនទៅអញ្ចឹងយើងយកអានេះមកដាក់មុខមកអានេះមកដាក់ក្រោយមកអញ្ចឹងបាននេះគេអញ្ចឹងរូបមន្តវា1ដកកុស ax វាស្មើគេ2ស៊ីនការ៉េ ax ចែកឲ្យ2អញ្ចឹងរូបមន្តប្រើពេលនេះឲ្យ a យើងជាលេខខុសពី0ឡើយនេះយើងប្រើប្រព័ន្ធនេះក៏ប្រើប្រព័ន្ធនេះដូចគ្នាដែរបាទអញ្ចឹងយើងយកនេះមកដាក់មុខមកអញ្ចឹងបានគេអញ្ចឹង1ដកកុស x ស្មើគេ2ស៊ីនការ៉េ x លើ2អូខេអញ្ចឹងអានេះយើងយកអានេះទៅដាក់ក្រោយវិញអញ្ចឹងសញ្ញាវាដកណោះអញ្ចឹងដក2ស៊ីនការ៉េ 6x ចែកជា2ណោះអញ្ចឹង 6x ចែក2មកក៏ប៉ិតយើងដាក់ 3x ឲ្យហើយក៏បានដែរយើងនឹងបានស៊ីនការ៉េ x អូខេអញ្ចឹងមើលឲ្យតន់ណានេះអានេះ highlight ក្រហមនេះអានេះ highlight លឿងនេះរបស់វាយើងមានបត្តនាតែសញ្ញាបូកនេះគឺបូកមុខនេះបាទអញ្ចឹងបាននេះគេអញ្ចឹងយើងអាចយក2មកដាក់មុខមក2 limit x ខិតជិត0នៃស៊ីនការ៉េ x លើ2ដកស៊ីនការ៉េ 3x លើស៊ីនការ៉េ x បាទអញ្ចឹងយើងបាននេះគេអូខេកន្លែងនេះយើងផ្ដាច់ជា2អានេះក៏ភាគ3អានេះក៏ភាគ3នេះបាទអញ្ចឹងស្មើគេ2 limit x ខិតជិត0នៃអីស៊ីន x លើ2លើស៊ីន x ទាំងអស់នឹងជាការ៉េដកអីគេស៊ីន 3x លើស៊ីន x ទាំងអស់នឹងជាការ៉េហេតុអីបានយើងដាក់អញ្ចឹងបានព្រោះអានេះក៏ការ៉េអានេះក៏ការ៉េអញ្ចឹងបានអានេះតមកអានេះក៏ការ៉េអានេះក៏ការ៉េអញ្ចឹងបានម្ដុំនេះដែរអញ្ចឹងយើងកុំភ្លេចដាក់គ្នាផងមកយើងគិតខាងក្នុងយើងចែក x លើ x ក្រោមនេះចឹង2 limit x ខិតជិត0ស៊ីន x លើ2យើងចែកនឹង x លើ2យើងគុណនឹង1លើ2
ពេលខាងក្រោមនេះគឺយើង sin x ចែកនឹង x យើងគុណនឹង sin x ចែក x ទៅមិនបាច់គុណអីទេអញ្ចឹងអានេះគឺការ៉េដក sin 3x យើងចែកនឹង x ដែរអញ្ចឹងដាក់3គុណនឹង3មកអាក្រោមដូចគ្នាណាគឺយើងចែកទៅ x ទៅទេដែរដូចជាការ៉េអានេះដល់អូខេយើងដាក់គ្នាមកផងអូខេរៀងញ៉ៃតិចណាអញ្ចឹងយើងមើលអញ្ចឹងអានេះបានប៉ុន្មាននេះ1នេះ1នេះ1នេះក៏1អញ្ចឹងបានអីចឹង2គុណនឹងអីគេលើ1ដូចជាការ៉េដក1គុណនឹង3លើ1លើកជាការ៉េអញ្ចឹងស្មើ2គុណនឹងនេះបាននេះគេ1លើ4ដក9ណាបាទអញ្ចឹងស្មើ2នេះគុណទៅបានអី1ដក36លើ4អញ្ចឹងសម្រួលមកនេះបាន2អញ្ចឹងបានប្រមាណអញ្ចឹងដក35លើ2ជាចំបាទ limit កូ x ខិតជិត0ដូចគ្នាអញ្ចឹងយើងជំនួសចូលតែម្ដងមកចង់ដឹងរៀងនេះគឺតង់0ដក sin 0លើ0អញ្ចឹងតង់0ស្មើ0 sin 0ស្មើ0 0លើ0ជាងដាក់រៀង0លើ0អញ្ចឹងយើងមើលសិនយើងមានតង់ x ស្មើគេស្មើ sin x លើ cos x ចុះបើយើងរក sin យើងទាញរក sin ទេបានអី sin x វាស្មើនឹងគុណមកនេះមិនគុណទេបាទអញ្ចឹងស្មើតង់ x cos x អញ្ចឹងកន្លែងនេះយើងអាចដាក់ថាស្មើនឹងតង់ x cos x បានទេបានអញ្ចឹងស្មើ limit x ខិតជិត0នៃអីតង់ x ដកតង់ x cos x លើ x គីបបាទអញ្ចឹងស្មើ limit x ខិតជិត0យើងចាប់តង់ x ជាកតាទៅជឹកបាន1ដក cos x លើ x គីបអញ្ចឹងកន្លែងនេះយើងផ្ដាច់ខាងក្រោមមានផ្ដាច់យើងបំបែកណាបាទអញ្ចឹងអានេះបានតង់ x លើ x អូខេអញ្ចឹងអា x មួយទៀតសល់អីគេអញ្ចឹងសល់អីគេសល់ x ការ៉េតែព្រោះអីវា x គីបហ៎អញ្ចឹង1ដក cos x វាស្មើគេមិញ2 sin ការ៉េ x លើ2មកយើងដាក់ទៀត limit x ខិតជិត0យើងអត់តន់ជំនួសទេណាអញ្ចឹងតង់ x លើ x ដឹងតែវាស្មើ1ហើយតែអត់តន់ដាក់ទេកូននឹងអីមកអញ្ចឹង2នេះទុកដដែលទៅអញ្ចឹងនេះ sin x លើ2លើ x អាហ្នឹងយើងដាក់វាជាការ៉េដែរបាទអញ្ចឹងយើងថែមអានេះ x លើ2នេះ x លើ2ដែរអញ្ចឹងមិនថាយើងខាងក្រោមហ្នឹងយើងចែក1លើ2អញ្ចឹងយើងគុណនឹង1លើ2អញ្ចឹងបានអីគេមកពេលនេះយើងធ្វើបានហើយមកអញ្ចឹង1គុណនឹង2គុណនឹងម្ដុំនេះឃើញមែន1ណាបាទអញ្ចឹងវាស្មើ2គុណនឹង1គុណនឹង1លើ2លើកជាការ៉េអញ្ចឹងស្មើ2គុណនឹង1លើ4សម្រួលទៅបាន1លើ2នេះជាចំឡើយអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អីអាច comment ខាងក្រោមវីដេអូនេះបានយើងជួបគ្នានៅវីដេអូក្រោយទៀត